សួស្តីអ្នកយើងទាំងអស់គ្នាខ្ញុំអេឌីម៉ាត់ក្នុងអត្ថបទវីដេអូនេះយើងនឹងនិយាយអំពីរឿងរ៉ាវជុំវិញការធ្វើ refinance តើ refinance នេះជាអ្វីហើយយើងធ្វើក្នុងករណីណាតើពេលណាដែលយើងគួរធ្វើគឺខ្ញុំនឹងឆ្លើយសំណួរទាំង3នេះអញ្ចឹងវីដេអូនេះវានឹងវែងបន្តិចប៉ុន្តែវានឹងមានរឿងរ៉ាវដែលបងប្អូនគួរដឹងដើម្បីនៅពេលថ្ងៃអនាគតឬក៏ថ្ងៃក្រោយបងប្អូនជួបប្រទះនៅក្នុងករណីណាមួយឧទាហរណ៍ថាយើងបាត់បង់សមាជិកក្នុងក្រុមគ្រួសារម្នាក់ហើយយើងមានផ្ទះយើងមិនយកផ្ទះនឹងទៅលក់ទេពីព្រោះយើងត្រូវការផ្ទះនៅតើយើងអាចធ្វើអ្វីខ្លះដើម្បីដូចថាដោះស្រាយនៅក្នុងបញ្ហាហ្នឹងដើម្បីជួយបន្ធូរបន្ថយនៅដូចថាប្រាក់បង់រាល់ខែហ្នឹងដើម្បីឲ្យយើងធ្វើទៅបានហើយនៅពេលដែលយើងបាត់បង់សមាជិកក្រុមគ្រួសារម្នាក់មែនប៉ុន្តែយើងនៅបន្តដូចថាមានផ្ទះនឹងរស់នៅនឹងបន្តទៅទៀតនេះគឺជាឧទាហរណ៍ដែលយើងនឹងនិយាយនៅក្នុងវីដេអូនេះអញ្ចឹងមុនដំបូងនេះខ្ញុំចាប់ផ្ដើមនិយាយអំពីអ្វីទៅដែលគេហៅថា refinance ហ្នឹងគឺបើនិយាយឲ្យស្រួលស្ដាប់គឺយើងទៅយក loan ថ្មីយកមកសងផ្ដាច់ loan ចាស់គឺឧទាហរណ៍ថាយើងទិញផ្ទះ loan ចាស់ហ្នឹងគឺមានអត្រាការប្រាក់ 8% អញ្ចឹងនៅពេលឥឡូវនេះការប្រាក់ចុះនៅសល់ 5 កន្លះឧទាហរណ៍យើងមកយក loan ថ្មីមួយហើយយើងយក loan ហ្នឹងយកទៅបង់ផ្ដាច់ loan ចាស់ដែលមានអត្រាការប្រាក់ 8% ហ្នឹងអញ្ចឹងបានន័យថា loan ថ្មីយើងនេះមានអត្រាការប្រាក់តែ 5% ទេនេះគឺជារឿងវិជ្ជមានមួយគឺជារឿងល្អដែលយើងគួរធ្វើនៅពេលដែលនិយាយថាការប្រាក់របស់ loan ហ្នឹងវាទាបហើយយើងធ្វើទៅវាចំណេញដោយថាមួយខែនឹងយើងអាច save បាន 4-500 អីចឹងអាហ្នឹងយើងគួរធ្វើហើយតើអ្វីដែលយើងអាចធ្វើបានទៀតក្នុងផលប្រយោជន៍នៃការធ្វើ refinance គឺទី1យើងដូចខ្ញុំបាននិយាយចឹងយើងធ្វើឲ្យអត្រាការប្រាក់របស់យើងចុះទាបដើម្បីឲ្យ monthly payment របស់យើងហ្នឹងការបង់ប្រាក់រាល់ខែរបស់យើងហ្នឹងតិចហើយយើងអាចកាត់បន្ថយនៅ mortgage insurance បើសិនជានៅពេលដែលបងប្អូនទិញផ្ទះហ្នឹងយើងពុំមានដូចប្រាក់ដាក់ដោល 20% ហើយយើងទៅបង់ mortgage insurance ហើយឥឡូវនេះផ្ទះវារៀងឡើងថ្លៃបន្តិចហើយអញ្ចឹង equity យើងមានដល់ 80% អញ្ចឹង loan ថ្មីនេះយើងអាចកាត់ផ្ដាច់ mortgage insurance ហ្នឹងក៏ជាការសន្សំរបស់យើងខ្លះដែរពីព្រោះ mortgage insurance អ្នកខ្លះបង់ទៅដល់200ឬក៏300អញ្ចឹងទៅក៏ប៉ុន្តែវាស៊ីសងនឹងប្រាក់កម្ចីដែលយើងមាននឹងដែរប្រភេទនៃប្រាក់កម្ចីដែលយើងមាននឹងដែរចំណុចដែលសំខាន់ដែលខ្ញុំចង់និយាយពីព្រោះរឿងនេះវាគឺជារឿងមួយដែលអាចជួយបងប្អូនបាននៅថ្ងៃក្រោយនៅពេលដែលបងប្អូនជួបបញ្ហានៅក្នុងក្រុមគ្រួសារឧទាហរណ៍ថាបាត់បង់សមាជិកនៅក្នុងក្រុមគ្រួសារមិនថាគាត់បែកគ្នាលេងលះគ្នាឬក៏គាត់ដូចថាបាត់បង់ជីវិតឬក៏គាត់បាត់បង់ការងារឬក៏គាត់ត្រូវការថវិកាដើម្បីទៅធ្វើទិញ store ទៅរកស៊ីត្រូវការថវិកាដើម្បីទិញផ្ទះផ្សេងទៀតដើម្បី passive income ឬក៏ចង់យកប្រាក់នឹងទៅជួយកូនដើម្បីឲ្យគាត់ទៅរៀនបង់ college tuition fee ហ្នឹងហើយមួយទៀតអាចយកមក pay off គឺថាយើងមានប្រាក់ច្រើនដែលយើងជំពាក់ credit card ហើយធម្មតាទេ credit card គឺការប្រាក់ថ្លៃគឺការប្រាក់រហូតដល់ជិត 20% អញ្ចឹងយើងអាចនៅពេលដែលយើង refinance ហ្នឹងយើងអាចដកលុយខ្លះបើសិនជាអាចធ្វើទៅបានទៅយកទៅបង់ឯ credit card payment អញ្ចឹងទៅវាចំណេញហើយជាពិសេសហ្នឹងវាអាចធ្វើឲ្យយើង credit យើងហ្នឹងវាល្អពីព្រោះដូចថាជាកាលយើងកប់នៅក្នុងលុយដែលយើងជំពាក់ credit card នឹងច្រើនហើយដូចបងប្អូននឹងស្រាប់ហើយ credit card គឺអត្រាការប្រាក់ខ្ពស់បំផុតហើយបើសិនជាយើងមានច្រើនគឺវាអាចកប់អាចទាញយើងបើនិយាយឲ្យស្រួលស្ដាប់តែអាចទាញយើងទម្លាក់ទឹកតែម្ដងពីព្រោះយើងបង់តិចរាល់ខែហ្នឹងអាការប្រាក់ហ្នឹងគឺវាសង្កត់មកលើយើងតែម្ដងអញ្ចឹងបើសិនជាយើងមានផ្ទះយើងមាន equity យើងចង់ធ្វើ refinance ក្នុងករណីផ្សេងក៏យើងអាចមើលថាតើយើងចង់អាចយកមកធ្វើអ្វីខ្លះទៀតដែលមានប្រយោជន៍នៅក្នុងសង្គមគ្រួសាររបស់យើងនៅក្នុងករណីប្រកាសហើយខ្ញុំចង់និយាយរឿងចំណុចមួយទៀតនៅពេលដែលបងប្អូនមានផ្ទះខ្ញុំ congratulate គឺខ្ញុំសប្បាយចិត្តណាស់ដែលបងប្អូនមានផ្ទះគឺបងប្អូនដូចមានអណ្ដូងចាញ់មួយដែលថាអណ្ដូងហ្នឹងយើងមិនប្រើទេគឺយើងទុកអញ្ចឹងទៅវាមានទឹកមានវានៅចាញ់រហូតពីព្រោះទី1គឺ equity ហ្នឹងវា build up every month ដែលបងប្អូនបង់ប្រាក់ទៅទី2ទៀតនៅពេលដែលទីផ្សារផ្ទះឡើងថ្លៃក៏វាជា equity របស់យើងដែលយើងអាចដកយកមកប្រើការសម្រាប់ចំណុចដែលខ្ញុំបាននិយាយរួចហើយសូម្បីតែបងប្អូនត្រូវការទិញ store donut ឧទាហរណ៍យើងចង់ធ្វើ store អីហ្នឹងក៏យើងអាចដកប្រាក់ហ្នឹងចេញមកដើម្បីយកទៅរកស៊ីហើយមួយទៀតឧទាហរណ៍ថា
อันนี้ខ្ញុំឧទាហរណ៍ទេព្រោះមានរឿងច្រើនឧទាហរណ៍ថាយើងទិញផ្ទះហ្នឹងពីអ្នកប្តីប្រពន្ធប៉ុន្តែឥឡូវនេះយើងបែកគ្នាហើយបើសិនជាបងប្អូនទៅជួបនឹង realtor គឺច្បាស់ជាបញ្យល់បងប្អូនឲ្យលក់ផ្ទះហ្នឹងហើយប៉ុន្តែបើបងប្អូនមកនិយាយនឹងខ្ញុំនឹងមើលសំណុំរឿងផ្ទះរបស់អ្នកតើយើងអាចធ្វើ refinance បានឬអត់ក្នុងករណីរបស់បងប្អូនគឺឧទាហរណ៍ថាឥឡូវ payment ហ្នឹងវាខ្ពស់ពីព្រោះការដែលយើងធ្វើវាយើងមានលុយចំណូលពីរតើឥឡូវលុយចំណូលរបស់យើងហ្នឹងយើងអាចធ្វើបានទេបើសិនជាយើង refinance ហ្នឹងឲ្យ loan ហ្នឹងដូចថាបង់ខែតិចបាទន័យថាយើងអាចយកពី30ឆ្នាំហ្នឹងទៅអាចធ្វើទៅ40ឆ្នាំដើម្បីឲ្យ loan ហ្នឹងវាដូចថាបង់ខែហ្នឹងវាតិចជាងមុនដើម្បីឲ្យយើងអាចបង់ទៅបានពីព្រោះឥឡូវនេះយើងមាន income តែមួយអញ្ចឹងក្នុងករណីទាំងអស់នេះខ្ញុំគ្រាន់តែជាឧទាហរណ៍ប៉ុន្តែបើបងប្អូនគិតថាអត្រាការប្រាក់របស់បងប្អូនដែលពេលទិញផ្ទះហ្នឹងថ្លៃហើយយើងមានបង់ mortgage insurance ហើយឬក៏បងប្អូនត្រូវការប្រាក់ខ្លះដើម្បីដកយកទៅរកស៊ីដកយកទៅធ្វើ pay credit card ដកយកទៅបង់អ្វីផ្សេងឬក៏ដកយកទៅទិញផ្ទះជួលផ្ទះអីផ្សេងទៀតហ្នឹងហើយមានបញ្ហានៅក្នុងក្រុមគ្រួសារបែកបាក់គ្នាឬក៏បាត់បង់ការងារអីហ្នឹងសូមបងប្អូនទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ខ្ញុំមក510-303-2515ហើយខ្ញុំនឹងឆ្លៀតឱកាសពិនិត្យសំណុំរឿង loan របស់បងប្អូនតើយើងអាចធ្វើអ្វីខ្លះឧទាហរណ៍ថាបើសិនជាយើងអាចជួយទុកផ្ទះនឹងបានយើងទុកផ្ទះឲ្យពីព្រោះបងប្អូនឧទាហរណ៍ថាយើងលក់ផ្ទះនៅពេលដែលយើងមានវិបត្តិអញ្ចឹងក៏យើងត្រូវទៅជួលផ្ទះដើម្បីនៅដែរហើយបើសិនជាយើងជួលផ្ទះដើម្បីនៅជួនកាលទៅជួលនឹងថ្លៃជាងយើងបង់ខែដើម្បីទុកផ្ទះរបស់យើងផងអញ្ចឹងសូមបងប្អូនទំនាក់ទំនងហើយខ្ញុំនឹងផ្ដល់ការជួយពិនិត្យអស់នេះដោយពុំមានគិតថ្លៃអីទេហើយជាការសម្រេចចិត្តរបស់បងប្អូនទេបើបងប្អូនចង់ធ្វើ refinance ចង់ដូរ loan ឬក៏ចង់លក់ផ្ទះអីហ្នឹងក៏ខ្ញុំផ្ដល់សេវាទាំងអស់នេះដែរអញ្ចឹងទីចុងបញ្ចប់នេះសូមបងប្អូនជួយ pass វីដេអូនេះជួយ share វីដេអូនេះទៅដល់បងប្អូនយើងផ្សេងទៀតផងឲ្យគាត់បានដឹងពីរឿងការ refinance ការខ្ចី loan ថ្មីទៅសង loan ចាស់ដើម្បីឲ្យយើងមានអត្រាការប្រាក់ថោកហើយនឹងយើងបន្ថយ monthly payment ហើយនឹងយើងត្រូវដកប្រាក់យកមកប្រាក់ការនៅក្នុងករណីផ្សេងៗអរគុណបងប្អូនបាយបាយ